ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងហើយនៅក្នុងព្រះសូតនបិដកព្រះសូតបិដកឈ្មោះគម្ពីរទីខនិកាយដើម្បីមកវេញែកជូនដល់ញោមញាតិពុទ្ធបរិស័ទទាំងឡាយក្នុងកិរិយាដែលកូនប្រុសស្រីទាំងអស់ក៏បីសង្គ្រោះដល់លោកឪពុកម្ដាយរបស់ខ្លួនដែលលោកមានជីវិតរស់នៅកំណរកូនចៅទាំងអស់នោះនេះជាមេរៀនដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងអាត្មាភាពទៅសម្ដែងធ្វើទេសនានៅកម្មវិធីបុណ្យណាក៏មិនសូវបានលើកយកធ្វើអ្វីឆ្ងាយដទៃមកសម្ដែងជូនញោមញាតិទេពីព្រោះកិរិយាដែលកូនចៅទាំងអស់ត្រូវសង្គ្រោះលោកឪពុកម្ដាយនឹងពិសេសណាស់ក៏ក្នុងបច្ចុប្បន្នហ្នឹងព្រោះកូនចៅខ្លះអត់ដែលបាននឹករលឹកឃើញគុណឧបការៈរបស់លោកអ្នកមានគុណទេបងម្ល៉េះសូមលើកធ្វើនោះមកសម្ដែងដើម្បីនឹងដាស់តឿនក្រើនរំលឹកដល់ពុទ្ធបរិស័ទទាំងឡាយទូទៅនោះតាមពិតទៅមិនមែនតែលោកអ្នកម្ចាស់តំបន់ទេសម្រាប់ញោមញាតិដែលចូលរួបរวมអនុមោទនាក្នុងកម្មវិធីបុណ្យនឹងក៏ត្រូវតែដឹងត្រូវតែយល់គ្រប់គ្នាព្រោះយើងសិតតែមានលោកឪពុកម្ដាយរៀងខ្លួនអាស្រ័យហេតុនេះធ្វើទេសនាដែលសម្ដែងនេះតដែលទៅស្រុកណាក៏ដូចជាស្រុកណាបើលើកធ្វើដល់ទីមកសម្ដែងវារំលងមេត្តាបិតាណាព្រោះអាស្រ័យហេតុនេះលើកធ្វើនៅយកមកសម្ដែងដើម្បីឲ្យកូនចៅប្រុសស្រីទាំងអស់ចេះគោរពចេះដឹងគុណឧបការៈរបស់មេត្តាបិតារបស់ខ្លួនហ្នឹងព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងថាមេរៀនយ៉ាងចុះបើតាមពុទ្ធសាសនាថាសង្ឃហធម៌គឺធ្វើឲ្យកូនប្រុសស្រីត្រូវជួយដល់លោកឪពុកម្ដាយរបស់ខ្លួនហ្នឹងព្រោះលោកមានវ័យចំណាស់ចាស់ជារាក្រំគ្រាហើយដាច់ពលកម្មអស់ហើយអត់ធ្វើអីបានទេនេះជាសក្ខីភាពជាក់ស្ដែងព្រោះជារាក្រំគ្រានេះជាសេចក្តីទុក្ខមួយដ៏ធំសម្រាប់មនុស្សទាំងឡាយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាទុក្ខរបស់មនុស្សគឺទុក្ខព្រោះការកើតជាមនុស្សហ្នឹងមួយទុក្ខទី2ទុក្ខព្រោះជារាក្រំគ្រាទុក្ខទី3ទុក្ខគឺព្រោះសេចក្តីឈឺចាប់ទុក្ខទី4ទុក្ខព្រោះសេចក្តីស្លាប់សត្វទុក្ខទាំងអស់ប៉ុន្តែក្នុងឱកាសនេះលើកតែពីសេចក្តីទុក្ខរបស់មនុស្សចាក់មកសម្ដែងប្រាប់ជូនដល់កូនចៅទាំងអស់កាលកូនចៅទាំងអស់នៅវ័យជាកុមារភាពលោកឪពុកម្ដាយគាត់មានវ័យនៅក្មេងធ្វើស្រែធ្វើចម្ការប្រកបការងារទាំងឡាយទាំងពួងតែពីរនាក់នឹងឯងដួលចុះក្រោកឡើងដើម្បីនឹងរកនៅវត្ថុ4យ៉ាងដែលជាគ្រឿងទីពឹងរបស់មនុស្សវត្ថុ4យ៉ាងហ្នឹងពុទ្ធសាសនាលោកថាបច្ច័យ4បាទអាត្មាពោលថាវត្ថុ4យ៉ាងចាដើម្បីងាយស្ដាប់ស្រួលវត្ថុ4យ៉ាងនេះទី1គឺសម្ពត់ខោអាវទី2ម្ហូបអាហារបាយចំណីហ្នឹងទី3គេហដ្ឋានផ្ទះសម្បែងទី4គឺថ្នាំសម្រាប់ព្យាបាលរោគវត្ថុ4យ៉ាងហ្នឹងញោមញាតិពុទ្ធបរិស័ទមិនមែនសម្រាប់តែយើងអ្នកកាន់ពុទ្ធសាសនាទេឲ្យតែមនុស្សនៅលើពិភពលោកទាំងអស់យើងក៏លេចមើលទៅឃើញតែមនុស្សទាំងអស់ហ្នឹងត្រូវការប្រើប្រាស់វត្ថុ4យ៉ាងអត់មានជាតិណាមួយជាវាផុតទេនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងចឹងញោមញាតិក៏លេចមើលតែមានជាតិណាមួយដែលដើរស្រាតលេងខ្លួនទៅទេអត់តែមានទេចាំបាច់គឺសម្ពុតខោអាវហ្នឹងឯងដែលយកមកស្លៀកដណ្ដប់បិទបាំងរាងកាយការពារកម្ដៅការពារត្រជាក់ខ្យល់ការពារមូសសុចស្រាងស្រួយក្អែបទួយពួកសត្វល្អិតរុយនោះកុំឲ្យវាមកយាយីរំខានខ្លួនយើងហ្នឹងហើយនឹងបិទបាំងរាងកាយគេខ្មាស់របស់យើងមិនសណ្ដែលនៅមានសម្ដែងនៅកណ្ដាលវាដូចគោដូចក្របីទេអានេះសំខាន់ទី2ម្ហូបអាហារព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាសព្ពេសតាអាហារតតិកាសត្វទាំងឡាយទាំងពួងរស់នៅបានតាំងនៅបានមានជីវិតរស់នៅព្រោះអាហារតែគ្មានអាហារត្រូវត្រង់រាងកាយហើយមិនអាចរស់បានទេទី3គេហដ្ឋានផ្ទះសម្បែងញោមញាតិមើលដែលមានអាណាចេះទៅទទួលទានតំណែងក្រមមកលុបឈើកណ្ដាលវាអត់មានទេបងទោះបីជាក្រលំបាកលហេបលហាមយ៉ាងណាក៏ត្រូវតែមានខ្ទមសសរស័យរនាបស័យអញ្ចឹងស្រាក់ថ្នោតប្រក់ស្បៅដែរទៅតាមសមត្ថភាពពេលលោកអ្នកមានសមត្ថភាពនៅផ្ទះថ្មសសរអត់ពីមានហ្នឹងទេជ្រោកកោននឹងស្រួលហើយនិយាយអំពីទីជំរកជ្រោកកោនដើម្បីនឹងការពារកម្ដៅការពារភ្លៀងការពារខ្យល់ពេលកាលណាយើងសម្រាកទៅក៏ត្រូវការសម្ដេលខ្លួនមានចិញ្ចៀមបិទបាំងមិនឲ្យអ្នកណាមួយឃើញទេនេះជារឿងចាំបាច់បំផុតសម្រាប់គ្រឿងទីពឹងទី4គឺថ្នាំព្យាបាលរោគមើលមកយកអ្នកណាឈឺដេកឲ្យជាចាំជាបានទេអត់ឲ្យតែឈឺគឺរត់រោគពេករត់ថ្នាំមកនេះវត្ថុ4យ៉ាងនេះគឺវិសេសវិសាលណាស់ព្រះសម្មាសម្ពុទ្ធទ្រង់ឆ្វេងយល់ដោយបញ្ញាញាណព្រះអង្គបានព្រះអង្គទូលមានមនុស្សទូទៅឲ្យរកវត្ថុ4យ៉ាងនេះឲ្យបានបរិបូរណ៍គ្រប់គ្រាន់ទើបញ៉ាំងជីវិត
របស់យើងឲ្យបានសុខសួស្តីហ្នឹងព្រោះយើងមានវត្ថុ4យ៉ាងហ្នឹងប្រើប្រាស់គ្រប់គ្រាន់សម្រាប់គ្នាអ្នកដែលខ្វះខាតជីវិតអត់បានសុខទេខ្ញុំយកកលេចមើលអ្នកក្រជីវិតហ្នឹងវាជួបនឹងសេចក្តីទុក្ខចឹងហើយប្រពន្ធលោកសម្ដែងហេតុប្រាប់ថាអ្នកដែលគេរកទ្រព្យរកសម្បត្តិបានធនធានបានដោយសារគេមានបញ្ញារបស់គេនោះកើតព្រោះការរៀនសូត្រព្រមមានហេតុមានផលជាគ្រប់ប្រពន្ធលោកសម្ដែងបើល្ងងហើយរកអត់បានគ្រប់គ្រាន់ទេបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអ្នកដែលមានបញ្ញាសំបីមិនមានទ្រព្យសោះក៏រស់នៅបានដែរនេះពុទ្ធដីកាសម្ដែងញោមញាតអត់មានទ្រព្យទេលោកឪពុកទេម្ដាយក៏ក្រតែឲ្យកូននឹងរៀនសូត្របានចេះដឹងមានបញ្ញាគេយកបញ្ញានឹងឯងទៅរកទ្រព្យរកសម្បត្តិគេហ្នឹងទៅដោះទៅដូរអីទៅកើតមានទៅគេទៅធ្វើកិច្ចការងារឲ្យសັບសាប្រពើទាំងពួងទៅគេរកទ្រព្យបានដោយសារបញ្ញាហ្នឹងឯងអាស្រ័យហើយនេះមនុស្សទាំងអស់នៅលើពិភពលោកនេះទី1បឋមអ្វីគឺត្រូវស្វែងរកបញ្ញាទៅរៀននៅសាលាវិជ្ជាដែលចេញពីសាលាសតវិជ្ជាដែលគេសម្រាប់សម្រាំងត្រឹមត្រូវអស់ហើយឲ្យយើងរៀនមកចម្រើនលូតលាស់បញ្ញាពីពាក្យថាបញ្ញានេះភាសាបាលីសំស្ក្រឹតថាប្រាជ្ញាខ្មែរយើងយកមកនិយាយគ្រប់តែគ្នាបញ្ញាក៏និយាយប្រាជ្ញាក៏និយាយប៉ុន្តែអត់យល់បើថ្ងៃនេះប្រែពីបាលីហើយនៅសំស្ក្រឹតមកជាខ្មែរពាក្យថាបញ្ញាឬប្រាជ្ញានេះខ្មែរបានអត្ថន័យថាសេចក្តីដឹងស្គាល់របស់វត្ថុអីទូទៅជាតួបញ្ញារបស់ណាដែលយើងមិនស្គាល់មិនមែនបញ្ញាដែលត្រូវរៀនទៀតនឹងសូមឲ្យយកអ្នកជ្រាបចា៎នេះពាក្យថាបញ្ញាឬប្រាជ្ញាមានតាបិតាលោករកទ្រព្យសម្បត្តិទាំង4នឹងបំរុងកូនចៅទាំងអស់ហើយក្នុងពេលដែលយើងមានអាយុក៏តាំងពីថ្ងៃកើតមកទៅទល់អាយុ20ឆ្នាំចុះយើងអត់ដែលបានទៅរកទ្រព្យសម្បត្តិឲ្យប្រើប្រាស់បានទេគឺយើងប្រើតែទ្រព្យសម្បត្តិរបស់លោកឪពុកអ្នកម្ដាយដែលក៏រកបំរុងយើងខ្ញុំនិយាយមើលសពុតខោអាវអត់ម៉ែទៅទិញឲ្យមកអាហារបាយទឹកម៉ែឲ្យមានឲ្យយើងបរិភោគយកអត់ទៅខ្វល់អីទេផ្ទះគាត់មានឲ្យយើងមកពេលឈឺមានថ្នាំសម្រាប់ត្រោតត្រង់រូបរាងកាយយើងឲ្យជាសះស្បើយជំងឺនោះបានប៉ុន្តែជាអំពើដែលមានតាបិតាលោកតស៊ូនឹងកូនហ្នឹងហើយក៏គាត់មិនដែលពូនមិនដែលធ្ងោទាំងរោបានមកកូនស៊ីអស់អត់មានសល់ពីនេះអត់ដែលមានទេណាញោមញាតដែលជាកូនរបស់លោកពុកអ្នកម្ដាយក៏មិនដែលពូនសក់ចិត្តបេះពីមាត់បណ្ឌិតពីពោះឲ្យតែកូនបានប្រើប្រាស់គ្រប់គ្រាន់នេះអាត្មាលើករឿងនឹងបន្តិចមកសម្ដែងជូនដល់ញោមញាតគ្រប់គ្នាហ្នឹងតែគឺយើងតាំងពីថ្ងៃកើតមកទល់អាយុ20ឆ្នាំអត់ដែលបានរយបានទេប្រើប្រាស់តែរបស់គាត់អញ្ចឹងបើសិនយើងគិតតែក្នុង20ឆ្នាំហ្នឹងប្រើសម្ពុតរកអោគាត់អស់បណ្ណាបរិភោគអង្គគាត់អស់ប្រមាណតោទេនៅអាស្រ័យផ្ទះសម្បែងរបស់គាត់ហ្នឹងយើងគិតមើលមកម៉ែឲ្យមានឯគិតតែកូនអញប្រើសម្ពុតអស់ប្រទេសមិត្តប្រទេសកៃណាក៏ទេបរិភោគអង្គអស់ប្រមាណតោមិលប្រមាណចុងប្រមាណគីឡូប្រហុកប្រមាណក៏ណាក៏ទេនឹងសំជម្រាបថាទៅវីរភាពនឹងមេត្តាករុណាដល់កូនហ្នឹងតែដល់ពេលនេះគាត់ជារាហើយគាត់ឲ្យយើងនៅតូចគាត់នៅក្មេងមានកម្លាំងពលៀងរែកពុនឌីស្អីឲ្យបានដល់មកដំណាក់កាលនេះយើងធំពេញរូបពេញរាងមានកូនមានប្តីមានប្រពន្ធមានគ្រួសារហើយរូបរាងកាយបើគាត់ស្រត់ផ្ដេកចុះទៅកម្មជរាក្រុមគ្រាជាសក្ខីភាពទោះបីជាអាត្មាមិនសម្ដែងក៏អស់ញោមញាតអត់ឃើញស្រ័យឲ្យអង្គុយឆ្មិចភ្នែកល្ងយលើកៅអីនោះក៏ខ្លាចតែកូនចៅទាំងអស់ឃើញហើយមិនបានគិតបានសម្ដែងរៀបរាប់បន្តិចឲ្យគិតអស់លទ្ធភាពដាច់ពលកម្មអត់ធ្វើអីក៏ទេម្ល៉េះឲ្យព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាក៏បីកូនចៅទាំងអស់ចិញ្ចឹមបីបាច់ថែរក្សាលោកដោយប្រពៃដោយយកចិត្តទុកដាក់នឹងជីវិតរបស់លោកដែលចាស់ជារាក្រុមគ្រាហ្នឹងគាត់អត់ដែលទីអីពីយើងទេណាចាស់ប៉ុណ្ណឹងហើយក៏អត់មានទីអីពីយើងដែរកូនឲ្យអីក៏យកហ្នឹងទៅកូនឲ្យក៏អត់នេះចិត្តរបស់មេដាបិតាតែនឹងស្រេចយើងមានបញ្ញាយើងដែលជាកូនមានបញ្ញាយើងមើលឃើញសេចក្តីទុករបស់បន្ទាន់ហ្នឹងលំបាកបានប្រពន្ធថាឲ្យយើងហ្នឹងចិញ្ចឹមបាច់ថែរក្សាឋានៈស្នំលោកពោលដោយល្អប្រពៃដោយកាលដែលយើងនៅតូចក៏រក្សាយើងចឹងឯងក៏ដោយវត្ថុ4យ៉ាងហ្នឹងឯងហើយអាត្មាឃើញមានធ្វើប៉ុនបច្ច័យ4ប៉ុន្តែបច្ច័យ4ថ្ងៃនេះខ្ញុំមានវេប្រគេនប្រសង់ទេណាធ្វើឡើងដើម្បីវេប្រគេនប្រសង់វេទៅប្រសង់យកទៅវត្តអស់ម៉ែឪអត់បានប្រើទេត្រូវគិតថាលោកពុកអ្នកម្ដាយក៏គាត់ត្រូវការរបស់4យ៉ាងហ្នឹងដែរប្រយ័ត្នអត់គិតឃើញណាបងគិតឃើញតែប្រសង់នៅវត្តហ្នឹងពេញមែនហើយប្រសង់នៅវត្តលោកខ្វះខាតចឹងមែនយកញាតធ្វើបន់បច្ច័យ4ដើម្បីប្រគេនប្រសង់តែកុំភ្លេចលោកពុកអ្នកម្ដាយក៏គាត់ត្រូវការដែរនៅស្អែកប្រសង់យកទៅវត្តអស់ហើយប្រយ័ត្នលោកពុកអ្នកម្ដាយនៅក្នុងផ្ទះនេះអត់បានមើល
và bây giờ tao miền phải chạy cuốn tụi nó cũng lòng lộพอจะเชื่อมไปใบไทยศาสตร์ไอ้โลกสบายจัดรีเรียได้ศาสตร์เคยโกนเชื่อมไปใบไทยศาสตร์โลกสบายจัดรีเรียนะบอกก็นึกขนมจัดทั้งโกนอันมวยนาก็โดยแต่มวยนาคือดังเอาปุ๊บดังมาได้เองเชื่อมไปใบไทยศาสตร์มันอ่อนปากคาเชื่อการเนียนเนียนเม็ดเมาเล่นเตี้ยกันยัยปีโกนไปเช้าก็อุ่นทั้งบ่อยโอนไอ้โกนเชื่อมมวยนาก็โดยเชื่อมมวยนาคือดังคือก็เห็นเชื่อมไปใบศาสตร์เชื่อมโดยก็ไปได้ละออมเมียนปากคาแต่ก็อุ่นอ่อยจังใบยังอุ่นทุนเยอะอัดเสาเมียนตำไรแต่ว่าโลกคนเนี่ยมาได้อูดอ้อยเมียนตำไรยังอูดคนเยอะโดยจ่าทางคุยเลยจึงเอเลิกคนไอ้เนี่ยเลิกไม่ร้อยยังเนี่ยโจลงคุยกับน้องจึงเอจับอาชีพจึงเอเลิกไม่ร้อยบ่โลกพวกเนี่ยมาได้ก็เลิกอ้อยเยอะเมียนกันติโยเมียนเม็ดเราจมไปที่สำคัญดังโกนใหญ่ตาเนี่ยที่ดังคนที่เราสามใหญ่ตาไปตาอ่อนนะเราปุ๊บมาได้บันใหญ่ตาไอ้จ้ะนึ่งเมียนตำไรทลายเท่าเจตีบพอดนึ่งตีมวยแต่ว่าคนลูกเป็นเรียนโกนนั่นตีปีอ้อยช่วยโลกพวกเนี่ยมาได้เยอะด้อยบอมปิ้งแล้วบอมนอเอาไว้เดี๋ยวก็จังบานช่วงก้าวก็จังตะวันจังตะโจดบ้านเมียโยมเมียกี่เธอบ้านน้องผู้ว่าจังตะโจดหุ่นคิดได้ตะวันมันรวยหรือกิดเมียผมน้องจังเพื่อไว้มุ้ยเอาตีนะยืนก่อนเจ้าลือหายโอ้เต้าโรตีลาละหุ่นปรับบอมปะโอนเยอะถ้าบอกไอ้โอนเราในโลกคนเนี่ยมาได้ที่อุปมาทางไงเสร็จก็จังก็ซ่อมเส้นไหนบ่แต่ก็เต้าอร่อยเป็นจังสับทางไงเมียนตัวกระไอ้ยังเมียนมาโตเมียนฟังไปเมียนลานไอ้เราจูนก็เต้าว่าไอ้สมัยตาบ่มนอได้ก็จังคนนึงก็คนโลกเป็นดินจังก็ไอ้ไม้โกแล้วไอ้ไงเสร็จจังตัวโกน่ะไม้เจ้าเราว่าสุ่มเสริมจะนะคือไงเป็นจังไม่จังเต้าก้อนทารวันอันนี้อัดบานเท่นั่นนะเมียนกลางไอ้ก็ตกเจ้าหรือว่าไก่กาข้ามกันมาในพระบองค์ยังที่ทำในโอ้น้อยพอจุนไม่จุนเอาแต่ว่าอันดูว่าที่เขาตำรวจกรมอ้อยเกิดข้อขาดงาไว้ได้ก็จำบานเนาะในเชี่ยเตะระยะแต่เยอะเราช่วยเพื่อนต่อตีปีน่ะที่ไปยังเชี่ยคนชาวต่างอ้อเราแท้เนี่ยซาปุยพวงวังตะโกเราบอลโลกกรมอ้อยเที่ยเจ้าไปซะเยอะปุยพวงโลกพวกเนี่ยมาได้เยอะเราอ้อตั้งที่จะโดนที่ตาเมาโปรเลยกันไรท้ายเชี่ยตะโกเนี่ยเมียนศาสนาก็กรบพุทธศาสนาเชี่ยวบ้าซ้อบาสกาเชี่ยเนี่ยเมียนเซนเมียนเกิดเฟื่องเตียนเมียนเมตตากรุณาน้องมนุษย์เนียมหาชนน้องภูมิทองระวังจมูกเนี่ยเคยใหญ่ตานาคาคาก็จะใช้ทำได้เตียนไอ้ช่วยเต่าดาราบาซ้อบาสกาตะโกนนามุยเมียนชูบนั่งตรวจนาอุปสรรคไว้ก็ไปช่วยรำได้ตกดอนเนี่ยภูมิทองระวังจมูกเนี่ยนี่จะทำตะโกนซับหัวเราตะโกนระวังก็ทัดเนาะก็เรามาลงพุทธศาสนาเกิดบ้านของพระกาต่างอ๋อต่างตามพุทธกาเราบอกพุทธได้ลงทุนเมียนมันเอาหนังเอาช่วยสักได้หล่อแต่ว่าโดยเฉพาะยืนคนเจ้าต่างอ๋อกับใบแพรซาปุยควงตะโกนเราบอกก็ต้องเอาเลี้ยเจ้าในซายืนเจ้าโกนนะมาเช่นยี่ทาซาเยี่หอหรือหอไปตั้งไปจะโดนจะตาไปซาเอาจะเลี้ยได้หล่อทำไมยืนคือแทรซาปุยควงตะโกนได้หล่อก็เอาเลี้ยเจ้าก็เอาจะได้โลกพวกนี้มาได้ไอ้เช่นเนี่ยเมียนเตียนเมียนเซลมีตากรณากรบพุทธศาสนาแล้วยังก้อนอัดบ้านเราตามลมอ่านเราบรรลุเตอัดบ้านก็เตะเต่าเช่นโกนตุ่มเนื้อโกนเปียเต่าสีพระเปาไล่ไอ้เต่ารำเชียงก็แต่ปิงยังอัดบ้านก็ลมอ่านเราบไม่เอานิชมอทักโกนเนี่ยผมพลานตะโกนเอาเชี่ยช่องปีนี้อันตรายแต่สายยืนหนังไอ้ผมพลานพูดตรงกันตามพุทธศาสนาท่าโดยที่มันโดยกระลุ่นต่อพอยังโกนอากาตยูบ่โกนกัตยูที่รักษาลมอ่านเกมรดกประเวณีหรือว่าตะโกนยังมันรักษาเฉพาะทางอากาตยูโกนเจ้าสัตย์ไทยเมียนสมัติเพียรเชียงใหม่เอานะต่อลูกพวกเนี่ยมาได้ก็อ้อยตัวรินโซดเมียนเชียงในเมียนเชียงเนียนเชียงในไปเจียสลับรุ่นโลอัดเมียนเด้มันรินโซดได้ความปวดเองยังกู้แต่เรื่องสตุยตะโกนเกิดไอ้ปวดที่พอยังเมียนหลักเพียรสมัติจะช่วยบ้านละอ้อยจะเกิดเองตอนนี้ขนมและขณะได้เยอะเติมไทยรักษาปุยควงตะโกนว่าเกิดมันอ้อยเฉลี่ยเจาะตามไปพุทธศาสนาลูกทักโกนน้องเอาเตะเขียดบอลโกนโคตรเชียงใหม่เชียงเอาไว้เมียนสมัติเพียบยนต์เต็มเชียงใหม่เชียงเอาเกือบใบเฟื่องตะโกนเอาละออกไปนี่ทางตะโกนเมียนเธอกันได้อยู่ตีบุญเต้าไทยรักษาจำเปียตูนเมียนปรินประดาวระบอบผันเกิดแต่ไปยังเราโต้ยังเฟื่องไอ้คอกับตะโกนอำเภอนั้นมันละออเต้เดี๋ยวเดี๋ยวพุ่งเคยติดมากแต่ที่เดี๋ยวถ้าเชื่อมเปิงบาปอักวสอนเลยอำเภอนาได้ละอได้ลงตูนเมียนเป็นบัดดาวเขาอยู่เต้าจำเปียดละอระบาลูกนั่นโยมมาปะได้บ้าน
ប្រចាំជីវិតរបស់ព្រះយើងត្រូវនឹករលឹកឃើញនៅពាក្យទូមានព្រិនបដៅបើលោកដែលអ្វីដែលអាក្រក់គឺត្រូវតែលះបង់អត់ធ្វើទេព្រោះពាក្យទូមានព្រិនបដៅរបស់លោកឪពុកម្ដាយនេះជាសាសនាមួយដែរបើយើងនិយាយជាបាលីថាសាសនាធម្មតាបេតុសាសនានោះជាពុទ្ធសាសនាដូចគ្នាដែរពុទ្ធសាសនាជាពាក្យទូមានព្រិនបដៅរបស់លោកអ្នកត្រាស់ដឹងគឺពុទ្ធនឹងឯងអញ្ចឹងទេពាក្យទូមានព្រិនបដៅដូចតែគ្នាព្រះសម្មាសម្ពុទ្ធលោកទូមានព្រិនបដៅមនុស្សទាំងអស់មិនឲ្យប្រព្រឹត្តអាក្រក់ដោយកាយដោយវាចាដោយចិត្តលោកហាមឲ្យធ្វើទេមានតាបិតារបស់លោកយើងក៏លោកហាមអញ្ចឹងដែរបើកាលនេះជាសាសនាមួយដែរប៉ុន្តែត្រូវតែគោរពឲ្យបានជារៀងរហូតកុំឲ្យកុំភ្លេចចោលពាក្យរបស់លោកហ្នឹងគិតថានឹងជាអនុស្សាវរីយ៍ប្រចាំជីវិតរបស់យើងក៏រក្សាពាក្យទូមានព្រិនបដៅរបស់ព្រះលោកទី5កាលណាបើលោកទទួលមរណកាលទៅកាន់លោកខាងមុខហើយទី5ហ្នឹងវាលាដល់លោកអនិច្ចកម្មហត់ទៅហើយកប់អីឲ្យកូនចៅធ្វើបុណ្យតិថេណានុបទានក៏ទិញជូនទៅលោកឲ្យបានញឹកញយនេះជាពុទ្ធអវាទពុទ្ធឧត្តមានប៉ុន្តែកូនខ្លះអាត្មាមើលទៅដូចជាអត់បានប៉ុន្តែមកពីមិនដឹងផងមិនដឹងថាពុទ្ធឧត្តមានផងប៉ុន្តែអាត្មាសម្ដែងឲ្យដឹងទាំងអស់គ្នាក្នុងមួយឆ្នាំមាន365ថ្ងៃយើងគិតជាថ្ងៃព្រោះយើងទៅវត្តតែពីព្រឹកថ្ងៃជុំបិណ្ឌទៅម្ដងបានតែមកព្រឹកទេអត់បានមួយថ្ងៃទេថ្ងៃចូលឆ្នាំទៅមកព្រឹកទៀតរួមទៅបានតែមួយថ្ងៃទេមកព្រឹកពីរដងបូកទៅបានតែមួយថ្ងៃ364ថ្ងៃអត់ដែលបាននឹករលឹកគុណឧបការៈឲ្យលោកទេបើសិនណាជាមានលក្ខណៈសមឲ្យលោកចិត្តបើពុទ្ធថាឲ្យធ្វើបុណ្យជូនទៅលោកឲ្យបានញឹកញយបំផុតព្រមកាលដែលគាត់មានកម្លាំងរស់នៅគាត់នឹករលឹកយើងណាសំបីទៅផ្សារក៏នឹកឃើញទិញនំមកផ្ញើកូនដែរព្រោះយើងជាកូនឃើញម៉ែមកវិសារត់ទៅដណ្ដើមរកនំហើយកុំភ្លេចណារឿងណាក៏ចុះបើមួយឆ្នាំ365ថ្ងៃយើងទៅវត្តបានតែពីព្រឹកបោកទៅបានមួយថ្ងៃតើ364ថ្ងៃហ្នឹងគាត់បានអីពិសាព្រោះមនុស្សដែលលះលោកនេះទៅកាន់លោកខាងមុខឲ្យអត់មានរបបការងារទេការធ្វើស្រែក៏មិនមានចិញ្ចឹមគោចិញ្ចឹមក្របីធ្វើជំនួយជួយប្រើអីក៏មិនមានដែរគឺអាស្រ័យតែផលបុណ្យរបស់ខ្លួនដែលបានធ្វើក៏តែនៅរស់ហើយនឹងបុណ្យដែលកូនចៅគេឧទ្ទិសឲ្យមានអ្វីដែរអញ្ចឹងបើយើងមិនដែលនឹកសោះគាត់មិនមានសេចក្តីខ្វះខាតក្នុងជីវិតដែរលះបង់លោកទៅហើយទេយើងគិតមិនមែនទេតែក៏ប៉ុន្តែឲ្យធ្វើឲ្យញយបើយើងអត់បានធ្វើព្រោះមួយយ៉ាងទៀតនឹកថាធ្វើបុណ្យមិនបានញយមិនដែរធ្វើបុណ្យម្ដងនៃមន្តប្រសំមក4 10បងនោះអញ្ជើញយកញាតិមករត់តែរយក៏ពិធីបុណ្យតើមានប្រាក់ឯណានឹងធ្វើឲ្យបានញយណាព្រោះតែនេះសម្រាប់យកញាតិដែលមិនមានបញ្ញាសម្រាប់បុណ្យមិនមែនចាំតែយើងធ្វើធំទេធ្វើអ្វីតូចក៏បានបណ្ដែរឧទាហរណ៍ដោយប្រសង់លោកនិមន្តពេញតែបាតព្រឹកណាកាត់មុខផ្ទះយើងណាគួរតែដាក់បាតដាក់បាយឲ្យប្រគេនលោកទៅកុំឲ្យលោកមកពេញបាតដើរហួសផ្ទះយើងទៅបានផ្ទះគេផ្ទះយើងអត់ដែលបានដាក់ទៅទេតែយើងនឹកវាមិនឃើញដាក់បាយប្រគេនលោកទៅមកវេពីវេចដល់ដល់ព្រឹកទៅអញ្ចឹងអានេះជាប៉ុណ្ណេះឬមួយយ៉ាងទៀតជូនជាប្រកាសវត្ថុប្រើប្រាស់ទៅឧបាសកបាសិកាដែលគាត់រសាសិលแล้วก็ចាស់ជារៀនឬក៏ដើរតាមផ្លូវធ្វើដំណើរទៅឃើញមនុស្សជារាពិការនៅតាមផ្លូវកុំឲ្យដើរថ្មិចភ្នែកធ្វើមិនឃើញត្រូវយើងលះបរិច្ចាគធនធានឲ្យយើងមានប្រាក់ទៅ500 1000ទៅចែកទៅពួកនោះជាកិរិយាដែលសំក្រជួយដល់ពួកហ្នឹងនោះសត្វជាប៉ុនប៉ុន្តែបើឲ្យហើយកុំត្រេះរីនឹងមនុស្សនោះអានឹងមានដៃមានជើងជិលទៅរកស៊ីដល់សំគុំទៅគិតតែគឺយកអត់បានប៉ុណ្ណាអ្នកឯងយកទៅធ្វើអីក៏ធ្វើទៅតាមតែរឿងអ្នកឯងអត់មានទាក់ទងអីនឹងយើងទេយើងក៏បានតែយើងលះមកឆេរយៈសេចក្តីកំណាញ់ជាអកុសលមួយសម្រាប់ចិត្តយើងចឹងយើងលះបើកំណាញ់អត់ឲ្យកើតទេមកយើងលះជំរះសេចក្តីកំណាញ់កុំឲ្យមាននៅក្នុងចិត្តហ្នឹងបងសេចក្តីកំណាញ់នេះជាបាបមួយចិត្តធំណាស់យកមានបើអ្នកដែលជាប់ដោយសេចក្តីកំណាញ់បើចេះសំលះធ្វើសេចក្តីរីករាយបរិច្ចាគទានជួយដល់ពួកហ្នឹងហើយពួកនោះទុកដូចជាស្រែបុណ្យរបស់យើងចឹងយកញាតិយកប្រាក់1000 2000ទៅឲ្យអ្នកមានអាណានិយោគមានតែពួកហ្នឹងឯងតែជាស្រែបុណ្យរបស់យើងស្អាតប្រុសពូជទៅពួកហ្នឹងឬក៏មានទេរីគេគេឃោសនាសាងវត្តសាងអារាមធ្វើទ្វារធ្វើកុដិសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់អត់សោះតែជាបុណ្យឬគេហើយក៏យកជ្រៃជ្រះថ្លាទៅចូលគេទៅតាមលទ្ធភាពទៅ120,000 រៀលទៅមិន$120,000ទេណាញោម120,000 រៀលទៅចូលរួមគេអាហ្នឹងក៏ជាបុណ្យកាលណាបើយើងបានប្រព្រឹត្តអំពើទាំងអស់តាំងពីដាក់បាតប្រគេនព្រះសង្ឃដែលរៀបរាប់មកនឹងដល់ចុងក្រោយនេះគឺជារិញគេកសាងវត្តអារាមកាលណាយើងធ្វើរួចហើយត្រូវនឹកក្នុងចិត្តរបស់យើងថាអំពើជាកុសលបុណ្យរបស់ខ្ញុំសូមឧទ្ទិសផ្សាយជូនដល់លោកឪពុកអ្នកម្ដាយឈ្មោះនេះលោកឪពុកឈ្មោះនេះម្ដាយឈ្មោះនេះដែលយើងស្គាល់ឈ្មោះហើយដល់ចាំក្រោយយើងផ្សព្វផ្សាយថាជូនដល់ញាតិយើងសពគ្រប់សន្តានទាំងអស់នៅក្នុង
សង្សារវត្តនេះតែសិលាចារៈពីដូនតាយើងឃើញលោកទៅសេក្នុងថ្មលោកថាអំពើកុសលផលបុណ្យដែលខ្ញុំបានសាងហើយសូមផ្សព្វផ្សាយជូនដល់ញាតិរបស់ខ្ញុំសពគ្រប់សន្តានទាំងអស់លោកស្អីយ៉ាងបើដល់សម័យបច្ចុប្បន្ននេះឃើញញោមញាតិផ្សព្វផ្សាយបុណ្យខុសច្រើនណាស់បងអាត្មាទៅតាមរូបបុណ្យឬផ្សាយខុសច្រើនគឺលោកអាចារ្យហ្នឹងឯងអ្នកនាំទេណាគេថាលោកអាចារ្យនេះឯងណាបើសិនណាផ្សព្វផ្សាយទៅញាតិកំពីសន្តានសុំឲ្យលោកចេញអានេះមិនត្រូវទេបងញាតិកំពីសន្តាននេះលោកសម្ដែងប្រាប់យើងថាមនុស្សស្គាល់គ្នាតែត្រឹមប៉ុណ្ណឹងឯងដល់ពួកនេះអត់ស្គាល់លោកទៅជាប្រាប់ចឹងតើញាតិកំពីសន្តានយើងនៅកណ្ដាលគេលើយើង3ក្រោមយើង3ស្គាល់បានតែប៉ុណ្ណឹងឯងលើយើងលោកឪពុកយើងជាតាយើងតាទូចយាយទូច3លើក្រោមយើងកូនយើងចៅយើងចៅទូចអានេះកំពីសន្តានពួកនេះអត់ស្គាល់ទេដែលយាយតាណានៅត្រឹមចៅទូនៅតែកំរណាក៏តែចៅទូនេះណាស្គាល់យាយទូតាទូទៅគាត់ចោលអត់ហើយខ្លះមិនទៅស្គាល់ឈ្មោះនេះលោកសម្ដែងប្រាប់យើងថាមនុស្សស្គាល់គ្នាបានតែប៉ុណ្្នឹងឯងតែសម្រាប់ផ្សព្វផ្សាយបន់បើយកញាតិផ្សាយដល់ទៅជូនដល់ញាតិបំពេញសន្តានដាក់លេខរៀងអស់ទៅហើយយកដាក់លេខរៀង1 2 3 4 5 6 7ចាក់សន្តានទី8ទី9ទី10មិនអត់ហើយមកគេដែរបើអត់មានលេខរៀងនេះអាត្មាសំបញ្យល់ឲ្យអស់ចឹងបាទកុំឲ្យកំណត់ព្រោះញាតិរបស់យើងច្រើនណាស់ណាញោមញាតិពីព្រោះពុទ្ធលោកសម្ដែងថាអ្វីទាំងអស់នោះសត្វតែមានហេតុផលពុទ្ធសាសនាជាសាសនាដែលពុទ្ធលោកជួបនឹងបរិស័ទលោកបញ្យល់ហេតុផលហ្នឹងឲ្យយើងយល់ថាហេតុផលរបស់មនុស្សញោមញាតិដែរគិតដែរបានគិតទេថាមនុស្សមានហេតុផលប្រកបជាអត់តែហ្នឹងប្រាប់តាមពុទ្ធដីការបស់ពុទ្ធយើងកូនហ្នឹងញោមញាតិជាផលរបស់លោកឪពុកអ្នកម្ដាយលោកឪពុកអ្នកម្ដាយជាហេតុកូននឹងជាផលនេះពុទ្ធលោកសម្ដែងប្រាប់ដល់កូននឹងជាផលវាត្រឡប់ទៅជាហេតុវិញបានចៅនឹងជាផលចៅជាផលត្រឡប់ទៅជាហេតុវិញបានចៅទូចជាផលអាចៅទូចជាផលត្រឡប់ទៅជាហេតុវិញបានចៅរួចនេះទៅក្រោមចាប់ទៅលើតែយើងជាផលរបស់លោកឪពុកអ្នកម្ដាយលោកឪពុកអ្នកម្ដាយយើងជាហេតុតែលោកឪពុកអ្នកម្ដាយយើងជាផលរបស់ហេតុគឺម៉ែឪទៅទៀតតរៀងទៅដល់មនុស្សដែលនៅលើទឹកដីកម្ពុជាតាំងពីពុករេប្រវត្តិមកដល់កំណើតមកខ្ញុំមើលមកហេតុផលអ្នកសាស្ត្រហេតុផលតបានមានយើងហ្នឹងយើងនឹងមិនដឹងជាហេតុនឹងជាផលប្រមាណលានហើយទេយោមគិតពីមនុស្សត្រឹមហ្នឹងមកនៅបន្តនេះអាត្មាសូមបញ្យល់ខ្ញុំនិយាយយល់ណាបងចុះសូមផ្សព្វផ្សាយកុសលផលដល់ញាតិសពគ្រប់សន្តានទាំងអស់ក្នុងសង្សារវត្តដល់ចិត្តវាទូលំទូលាយទៅអ្នកណាក៏បានដែរឲ្យតែញាតិយើងតែខ្ញុំកំណត់ថា7ហើយអត់ដែរអ្នក8អ្នក9អត់មានលេខរៀងទេណាមកទីណាអត់មានលេខរៀងមិនបានសម្រាប់ទឹកនេះឡានៅឃើញមិនបានកូនចៅទីនឹកអញទីនឹកតែ7សន្តាននៅស្ដោះខ្លួននេះវិធីផ្សាយកុសលដល់បានដែរលោកចាណាទិសញ្ញាសពគ្រប់សន្តាននេះសម្ដែងអំពីសង្ឃហៈធ្វើទី4របស់ទី5របស់កូនចុងក្រោយវិលាឲ្យលោកទៅក៏កុំឲ្យលេងទៅវត្តមួយឆ្នាំបានតែមួយថ្ងៃអញ្ចឹង364ថ្ងៃទំនេរស្អាតតែនឹកទេហើយបើយើងបានធ្វើបុណ្យញយយើងក៏នឹករលឹកគុណក៏នឹងបានញយដែរគុណមានតាមបិតាណាញោមញាតិពុទ្ធបរិស័ទយើងត្រូវរលឹករាល់ថ្ងៃវេលាយើងឡើងទៅលើត្រេសម្រាប់នឹងទេត្រូវលើកដៃរំលឹកដល់គុណលោកឪពុកអ្នកម្ដាយអត់ដែលលោកមានគុណឧបការៈមកលើយើងត្រូវនឹករាល់ថ្ងៃយកគុណរបស់លោកសូមយើងនឹងត្រេសម្រាប់ទៅនឹងជាការល្អបំផុតសម្រាប់យើងដែលជាកូនយើងមិនភ្លេចទេនឹកដល់គាត់រៀងរាល់ថ្ងៃនេះឈ្មោះថាកតញ្ញូតាធម៌របស់កូនខ្ញុំដែលនឹកតែសម្រាប់នៅគុណម៉ែឪដែរអត់បើចឹងទេសនាថ្ងៃនេះប្រាប់ឲ្យតែឲ្យរលឹករាល់ថ្ងៃប៉ុណ្ណឹងធ្វើកតញ្ញូអោបណាបងវាធ្វើកតញ្ញូនេះមានតែជាមានអនុភាពជួយទ្រទ្រង់កូនដែលមានធ្វើកតញ្ញូមិនឲ្យលុចចប់ជួយទ្រទ្រង់តែខ្ញុំមានរស់មានជីវិតរស់ទោះបីជាធ្វើស្រែធ្វើចម្ការធ្វើជាចំនួនឈ្មោះជួញប្រែអាជីវកម្មឬមន្ត្រីរាជការធ្វើកតញ្ញូជួយទ្រទ្រង់ឲ្យញោមកូនទាំងអស់នឹងបានសេចក្តីសុខមិនឲ្យធ្លាក់ចុះទេធ្វើស្រែក៏កើតធ្វើចម្ការក៏កើតធ្វើចំនួនក៏ចំណេញមន្ត្រីរាជការក៏ឡើងបណ្ណាសាឬបានសេចក្តីសុខព្រោះប្រកបកតញ្ញូដែលជួយទ្រទ្រង់យើងតាំងពីជីវិតយើងរស់នៅសំបីតែទេវតាក៏រក្សាយើងដែរនឹងបុគ្គលលោកសម្ដែងចឹងបុគ្គលដែលមានធ្វើកតញ្ញូទេវតាមានភូមិទេវតាច្រើនជាន់ណាស់មានតាំងពីទេវតាដែលថាជាកម្មភពរូបភពឬក៏លើកំពូលភ្នំឬក៏រូងភ្នំឬក៏ទីវាលស្រែវេទិកាស្ទឹងបឹងទន្លេដើមរុក្ខាមានទេវតាទាំងអស់ច្រើនណាស់បងទេវតាដែលមានលំនៅខុសគ្នានេះព្រោះទេវតាបានបំពេញបុណ្យតែច្រើនខុសគ្នាអ្នកណាជាបុណ្យច្រើនក៏កើតក្នុងឋានសួគ៌ដែរអ្នកណាបុណ្យតែក៏កើតលើកំពូលភ្នំឬអីទៅដល់ទីវាលស្រែចម្រើន
ប៉ុន្តែទេវតាគ្រប់ទាំងអស់លោកប្រើប្រាស់សត្វតែមហូបអាហារទឹកដូរអ្នកអស់ខោតែលំនៅដែរនេះពូភូមិទេវតាហ្នឹងញោមមើលទេវតាអត់ឃើញបើទេវតាមើលញោមវិញនៅតែក្បាច់ទៀតទេវតាថែរក្សាការពារចំពោះកូនណាមនុស្សណាដែលមានធ្វើកតញ្ញូដល់មេដាបិតាហើយនឹងជាមនុស្សសប្បុរសទេវតាមានតួនាទីថែរក្សាបុគ្គលនឹងឯងបុគ្គលលោកសំដែងប្រាប់តែអញ្ចឹងពេលបើញោមជាបុគ្គលមានកតញ្ញូហើយមិនចាំបបាក់ស្រែកហៅទេវតាឲ្យមកជួយទេព្រោះទេវតាលោកមានតួនាទីជួយបុគ្គលនឹងឯងបើលោកជួយបានត្រឹមតែការពារមិនឲ្យមានមនុស្សមានការសាហាវយកភ្នំអីដែលប្រាថ្នាមកសម្លឹងមកឃើញញោមមានទ្រព្យសម្បត្តិចង់មកប្លន់មកលួចឬក៏ពូមកជនអក្រក់ចង់មកសម្លាប់បំបត្តិជីវិតរបស់យើងកាលណាពូបុគ្គលពីធ្វើដំណើរមកពូភូមិទេវតាបញ្ជាអត់ឲ្យដើរមកចាំយ៉ាងនេះព្រោះមានប្រមាណហៅទេវតាណាព្រោះទេវតាអត់មានទេវតាណាទៅជួយចោលទេជួយមនុស្សអាក្រក់ទេញោមមិនមានទេជួយតែមនុស្សល្អនៅល្អគឺមនុស្សមានទេវតាកតញ្ញូជាអ្នកមានសិលអីជាដើមហ្នឹងសំដោជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបើអ្នកឯងចង់ឲ្យទេវតាជួយអ្នកឯងឲ្យអ្នកឯងជួយខ្លួនឯងមុនសិនព្រោះលោកសម្ដែងថាជួយខ្លួនយើងមុនគឺយើងដឹងគុណមេត្តាបិតាឲ្យជាអ្នកមានមេត្តាករុណាដល់មនុស្សម្នានៅក្នុងភូមិទាំងអស់ចែករំលែកទៀតនេះទេវតាជួយហើយឈ្មោះថាជួយខ្លួនឯងមុនគឺធ្វើល្អយើងធ្វើល្អបានទេវតាមកជួយយើងនេះហ្នឹងប្រពន្ធលោកសម្ដែងប្រាប់ហ្នឹងទេចុះបើយោមរកស៊ីធ្វើចោលទៅលួចគេឲ្យឈុតហៅទេវតាមានទេវតាចោលឲ្យណាមកជួយលួចយោមហ្នឹងអត់ទេណាបាទគិតតែមែនទេបើសម្រាប់យើងមនុស្សល្អមិនប្របាក់ហៅទេទេវតាមិននៅស្ងៀមទេគឺរមែងមកជួយយើងតាពីយើងមានមនុស្សអាក្រក់ដើរមកចឹងយើងលោកផ្នែកលោកបញ្ជាឲ្យដើរពោះយើងឲ្យរំលងយើងតែមិនឲ្យជួយទេនេះនៅក្នុងគម្ពីរពុទ្ធសាសនាលោកសម្ដែងអញ្ចឹងតនេះធ្វើកតញ្ញូដឹងគុណហ្នឹងគឺទេវតារមែងថែរក្សាឬបុគ្គលនោះដែលមានធ្វើកតញ្ញូដល់ខ្លួនអស់ជីវិតទៅនឹងទៅកាន់ឋានសួគ៌កើតជាទេវតាក្នុងជាណាមួយទៅតាមកម្លាំងកតញ្ញូនិងសេចក្តីល្អរបស់យើងបើនេះជាសង្ឃហធ្វើដែលពុទ្ធលោកបញ្រៀនឲ្យកូនចៅធ្វើតបចំពោះលោកហ្នឹងកុំឲ្យថាញោមមេរៀនរបស់ពុទ្ធ5យ៉ាងកូនសង្គ្រោះម៉ែឪ4យ៉ាងលោករស់នៅមួយយ៉ាងដល់លោកស្លាប់ហើយហើយមួយយ៉ាងទៀតម៉ែឪនេះពុទ្ធលោកតាំងឈ្មោះឲ្យ5ម៉ែឪលោកកុំអ្នកម្ដាយយើងលោកឲ្យឈ្មោះ15ទី1មានដាបិតានេះជាទេវតាខាងដើមរក្សាយើងគ្រប់គ្រងថែរក្សាយើងទេវតាខាងក្រៅយើងអត់ដែលមើលឃើញទេយើងស្គាល់តែឈ្មោះប៉ុន្តែទេវតាគឺម៉ែឪនេះយើងមើលឃើញរូបគាត់តែយើងអត់ដឹងថាប្រពុតថានឹងជាទេវតារក្សាកូនទេគាត់ថែរក្សាការពារសពបែបសពយ៉ាងមិនអោយភ័យអន្តរាយជំងឺរោគាអីក៏លោកថែរក្សាយ៉ាងយកចិត្តទុកដាក់ជាទីបំផុតនេះទេវតាគឺមានដាបិតានឹងសូមឲ្យយើងមានជ្រាបឈ្មោះទី2មានដាបិតាជាគ្រូទី1របស់កូនយើងគាត់មើលមកយើងកូនអត់មែនមានតែដឹងប្រពន្ធលោកប្រាប់ថាម៉ែឲ្យជាគ្រូទី1របស់យើងអត់ដឹងទេយើងញ៉ែគាត់មើលយើងកើតសម្រាប់ពីម្ដាយយើងមកយើងញ៉ែមានចេះនិយាយណាមួយម៉ាត់ណាចេះតែយំសំបីតែគ្រាតិចដល់ក៏យំតែស្រែកសំបីមានជំងឺរោគវាក៏ស្រែកដែរយកយំហ្នឹងជាសញ្ញាប្រាប់ម៉ែឪឲ្យគាត់ដឹងណាបានបុរាណលោកលើកជាច្បាប់ភាសាឲ្យយើងលោកថាមនុស្ស4នាក់មានសម្អាងរៀងខ្លួនគ្រប់លោកថាបណ្ឌិតអានច្បាប់បណ្ឌិតគឺអ្នកប្រាជ្ញកាលណាគេឃើញយើងធ្វើអីខុសគេប្រាប់តែអ្នកច្បាប់គេប្រាប់ថាចេះគេបញ្យល់យើងអានេះបណ្ឌិតពេលអានកាប់ពួកមនុស្សពេលឲ្យតែខាងញោមនេះពាក្យដេញកាប់អីតែភូមិខ្ញុំអានពាក្យអានដេញកាប់ហ្នឹងឯងមានច្បាប់ណាអត់ចាស់អានស្លាប់នោះចាស់អីម៉ែឪឃើញកូនធ្វើអីមិនសមរម្យទេក៏និយាយមីនេះអានេះអើយគឺនៅវាមិនសមរម្យទេក៏និយាយទូមានវាដែរយើងកូនអត់ទាំងស្ដាប់ទៅអត់ធុញដើរឲ្យធ្វើមិនដឹងតែបាត់បើមើលដល់ទៅខាងដឹងថាមិនទេដល់ទៅខាងមកធ្វើអីយើងក៏មិនកើតគឺបងមិនស្ដាប់អញទេក៏ឲ្យតែអញក៏ចាំអញតែក៏ងាប់តែខាងមិនគេធ្វើអីគេកើតតែតែក៏ងាប់ឲ្យសុបាយទៅតែនៅសុបាយតែអញងាប់តែចាស់អានស្លាប់ក្មេងអាងយំទេហូតទីរត់តូចចេះតែយំហ្នឹងហើយអត់ចេះទេសំបីតែស្រែកទឹកដករបស់ម្ដាយក៏យំដែរជាសញ្ញាប្រាប់ម្ដាយតែកូនស្រែកទឹកដកហើយក៏យកកូនមកឲ្យបោដោះទៅអត់មានជំងឺអីក៏ស្រែកយំសៀតដល់កូនក្តៅខ្លួនតែសញ្ញាកាត់យ៉ាងនេះសំបីតែវាភាសាដែលយើងចេះគាត់បង្រៀនយើងថាកូនឯងហ្នឹងកូនស្រីកូនឯងហ្នឹងកូនប្រុសកាលណាម៉ែឪហៅឬក៏ញាតិមេគេហៅកូនស្រីទៅឆ្លើយថាចាកូនប្រុសទៅឆ្លើយថាបាទអាហ្នឹងគាត់បង្រៀនណាយើងយើងមានចេះចាស់តាពីក្នុងពោះណាមកអត់ទេនេះអាត្មាសុំប្រព្រឹត្តដែលប្រពន្ធថាម៉ែឪជាគ្រូទី1
มันแจ้งโยมเนี่ยประหยัดเมียนโกนโดยใจส่องเป็นเรียนโกนไอ้ละอไอ้น้องตรอกอันในเซลล์เธอเราบอกพุทธศาสนาเจ้าเจ้าบ้านไอ้โกนเจ้าดาวเอาหนุกโกนเป็นเรียนโกนดาวกัดวงเจ้าเต้าเจ้าเอาอยู่ไอ้สวรรค์นั่งให้ลูกครูได้เป็นเรียนนะประมาณนั้นโยมเนี่ยวันลูกครูน้องแมงเป็นเรียนโกนเต้าแต่มาแม่อะไรกันเป็นเรียนโกนเขาเป็นเรียนโกนเขาเพราะหมายcái hao lô của phúc này mà đài sự ấy bắt ai đó lô phúc này mà đài mình sau lưng thế nào bảo lưu là bà mà mình để đi là pin sao phải pin mà tiền phải ô à tham gia tại dây rừng mình sao phải chạy tới sana của mình trên vậy đâu